សាលិខិតសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី13ខែតុលាឆ្នាំ2025សូមក្រាបថ្វាយបង្គំសម្ដេចមហាព្រះសង្ឃរាជទាំងពីរគណៈព្រះថេរានុថរៈគ្រប់ព្រះអង្គជាទីសក្ការៈសម្ដេចអាដាមលោកជំទាវលោកអ្នកអង្គញាលោកស្រីបងប្អូនជួនរួមជាតិទាំងអស់ជាទីមេត្រីក្នុងនាមរាជរដ្ឋាភិបាលនៃប្រជាណាចក្រកម្ពុជាទូលព្រះបង្គំខ្ញុំប្រកាសណាខ្ញុំសូមសម្ដែងនៅមនោសញ្ចេតនារីករាយនិងគាំទ្រចំពោះការរៀបចំប្រពៃទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយក្រោមប្រធានបទធ្វើសកម្មភាពរៀងរាល់ថ្ងៃសម្រាប់ភាពធន់នឹងគ្រោះមហន្តរាយថ្ងៃនេះរួមជាមួយទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងទិវាជាតិកាត់បន្ថយគ្រោះមហន្តរាយនៅថ្ងៃទី13ខែតុលាឆ្នាំ2025ក្នុងទិវាដ៏ថ្លៃថ្លានេះទូលព្រះបង្គំខ្ញុំសូមព្រះរាជានុញ្ញាតសម្ដែងនៅកិរិយភក្តីនិងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយប្រកាសណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីនរោត្តមនាថសីហនុព្រះវររាជមេដាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលជានិច្ចកាលព្រះអង្គទាំងទ្វេតែងតែបានយកប្រតិទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាជនជាកូនចៅទូតរបស់ព្រះអង្គដោយក្តីអាណិតស្រឡាញ់និងប្រោសព្រះរាជទាននៅព្រះរាជអំណោយដ៏ថ្លៃថ្លាជួយដល់ប្រជាជនកូនចៅដែលមានជីវភាពខ្វះខាតនិងរងគ្រោះមហន្តរាយផ្សេងខ្ញុំក៏សូមយកឱកាសនេះសម្ដែងនៅការគោរពដឹងគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុននីហ៊ុនសែនដែលលោកទាំងពីរបានយកអស់កម្លាំងកាយកម្លាំងប្រាជ្ញានិងធនធានយកចិត្តទុកដាក់និងគិតគូរអំពីសុខទុក្ខប្រជាជនដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងជាមួយគ្នានេះដែរខ្ញុំប្រកាសណាខ្ញុំសូមថ្លែងនៅអំណរគុណប្រគុណប្រគេនប្រធានាធិធេរៈគ្រប់ព្រះអង្គនិងអរគុណជូនចំពោះសម្ដេចអាដាមលោកជំទាវលោកអ្នកអង្គញាគណៈដឹកនាំក្រសួងស្ថាប័នមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធកាកបាទក្រហមកម្ពុជាដៃគូអភិវឌ្ឍភ្នាក់ងារសហប្រជាជាតិនិងអង្គការអន្តរជាតិផ្នែកឯកជនសប្បុរសជននិងប្រទេសជាមិត្តដែលបានឧបត្ថម្ភគាំទ្រនិងបរិច្ចាគធនធានសម្ភារៈថវិកាជួយដល់ប្រជាជនកម្ពុជាដែលទទួលរងនូវគ្រោះមហន្តរាយនិងគ្រោះមហន្តរាយបង្កដោយមនុស្សព្រះថេរានុថរៈគ្រប់ព្រះអង្គបងប្អូនជួនរួមជាតិជាទីស្នេហាក្នុងស្ថានភាពបច្ចុប្បន្នពិភពលោកបាននឹងកំពុងប្រឈមទៅនឹងវិបត្តិហានិភ័យជាច្រើនបង្កឡើងដោយធម្មជាតិនិងមនុស្សដូចជាការកើនឡើងកម្ដៅភពផែនដីដែលបណ្ដាលមកពីប្រែប្រួលអាកាសធាតុដោយបង្កឲ្យមានគ្រោះមហន្តរាយធម្មជាតិរួមមានទឹកជំនន់ខ្យល់ព្យុះរញ្ជួយដីភ្លើងឆេះផ្ទះជំងឺរាតត្បាតជាដើមមកលើប្រទេសជាច្រើនមិនថាប្រទេសអ្នកមានឬប្រទេសអ្នកក្រឡើយជាមួយគ្នានេះសង្គ្រាមនិងជម្លោះប្រដាប់អាវុធនៅតំបន់មួយចំនួនក្នុងពិភពលោកដែលជាគ្រោះមហន្តរាយដោយមនុស្សបន្តវិវត្តលេចធ្លោឡើងប្រកបដោយភាពស្មុគស្មាញថែមទៀតដោយឡែកប្រជាណាចក្រកម្ពុជាក៏មិនខុសពីប្រទេសនៅក្នុងតំបន់និងនៅលើសកលលោកនេះដែរស្ថានភាពអាកាសធាតុដូចជាការកើនឡើងកម្ដៅក្នុងរដូវវស្សាជួបនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយមិនបានល្អខ្យល់កន្ត្រាក់រន្ទះបាញ់បាក់ច្រាំងទន្លេជំងឺរាតត្បាតអគ្គិភ័យមុខសញ្ញាគ្រោះថ្នាក់ផ្សេងទៀតដែលបង្កប៉ះពាល់ទៅដល់អាយុជីវិតមនុស្ស
ខូចខាតទ្រព្យសម្បត្តិប្រជាជននិងសហគមន៍ជាច្រើនប៉ុន្តែទោះបីស្ថិតក្នុងកលៈសៈណាក្តីរាជរដ្ឋាភិបាលតែងប្រកាន់ភ្ជាប់នៅវិធានការប្រើប្រាស់កម្លាំងសរុបមធ្យោបាយសរុបនិងធនធានសរុបដែលមានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយធ្វើជាសេនាធិការធ្វើការសម្របសម្រួលជាមួយក្រសួងស្ថាប័នថ្នាក់ជាតិអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធកាកបាទក្រហមកម្ពុជាផ្នែកសាធារណៈផ្នែកឯកជនសង្គមស៊ីវិលធ្វើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជួយសង្គ្រោះការបាត់បង់អាយុជីវិតទ្រព្យសម្បត្តិនិងដោះស្រាយរាល់បញ្ហាផ្សេងៗជូនប្រជាជនរងគ្រោះដោយមិនទុកនរណាម្នាក់ចោលឡើយជាពិសេសការឆ្លើយតបដោយបំពេញកិច្ចការមនុស្សធម៌ចំពោះប្រជាជនភៀសសិកដែលបង្កឡើងដោយចំនួននៅព្រំដែនកម្ពុជាថៃនាពេលថ្មីនេះព្រះថេរានុថរៈគ្រប់ព្រះអង្គបងប្អូនជួនរូបជាតិជាទីស្នេហាប្រធានបទដែលត្រូវបានលើកយកមកប្រពទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនៃឱកាសនេះស្របជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយនិងទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដែលជាការផ្សារភ្ជាប់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិរួមជាមួយថ្នាក់តំបន់និងអន្តរជាតិនិងសារៈសំខាន់នៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនិងការបង្ហាញអំពីជំហរការបដិញ្ញាចិត្តនិងសាមគ្គីភាពរបស់ប្រជាជាតិអាស៊ានរួមគ្នាគ្រប់គ្រងគ្រោះមហន្តរាយតាមរយៈការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនិងការឆ្លើយតបសង្គ្រោះបន្ទាន់ក្នុងស្មារតីការលើកកម្ពស់អាស៊ានតែមួយស្របតាមក្របខ័ណ្ឌការងារសិនដាយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ2015-2030ការគ្រប់គ្រងគ្រោះមហន្តរាយជាការងារពហុវិស័យជាការងារប្រតិកាលាពាក់ព័ន្ធស្ទើរគ្រប់ទិដ្ឋភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិដែលត្រូវធ្វើឡើងប្រកបដោយបរិយាបន្ននិងចីរភាពក្នុងន័យនេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់គឺមានតួនាទីក្នុងការចូលរួមធ្វើសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដោយធ្វើការវិនិយោគភាពវៃឆ្លាតនិងការវិភាគទុននិងធនធានដោយផ្ទាល់ដើម្បីសមារណកម្មការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅក្នុងការអភិវឌ្ឍសហគមន៍ប្រធានបទឆ្នាំនេះធ្វើសកម្មភាពរៀងរាល់ថ្ងៃសម្រាប់ភាពធន់នឹងគ្រោះមហន្តរាយថ្ងៃនេះជាការលើកទឹកចិត្តដល់ស្ថាប័ននិងប្រជាជនទាំងអស់ឲ្យចូលរួមក្នុងការកែលម្អសុវត្ថិភាពនិងភាពធន់របស់សហគមន៍ដើម្បីឲ្យការបដិញ្ញាចិត្តនេះក្លាយជាការពិតខ្ញុំសូមអំពាវនាវដូចខាងក្រោម 1. លើកកម្ពស់វប្បធម៌ចែករំលែកចំណេះដឹងនិងដកបទពិសោធន៍ក្នុងការកាត់បន្ថយហានិភ័យនិងការយល់ដឹងអំពីគ្រោះមហន្តរាយ 2. គ្រប់ក្រសួងស្ថាប័នទាំងអស់ត្រូវចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយជាការងារស្នូលនិងពង្រឹងធនធានមនុស្សនិងសម្ភារៈសម្រាប់ឆ្លើយតបព្រមទាំងចូលរួមអនុវត្តផែនការសកម្មភាពជាតិស្តីអំពីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ2024-2028និងផែនការបង្ហាញផ្លូវថ្នាក់ជាតិស្តីអំពីការប្រកាសឲ្យដឹងមុនសម្រាប់ទាំងអស់គ្នាឲ្យទទួលបានលទ្ធផលល្អ 3. គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវបន្តពង្រឹងប្រព័ន្ធអន្តរក្រសួងដោយធ្វើការអភិវឌ្ឍសមត្ថភាពលើការគ្រប់គ្រងនិងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅតាមវិស័យ 4. រាជធានីខេត្តត្រូវលើកកម្ពស់ការគ្រប់គ្រងទឹកជំនន់គ្រោះរាំងស្ងួតជាមួយការកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងគ្រប់គ្រងទឹកនៅមូលដ្ឋានដើម្បីបង្កើនភាពធន់របស់ប្រជាពលរដ្ឋនិងការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយផ្សេងៗ 5. ក្រសួងការពារជាតិត្រូវបន្តសហការជាមួយគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាព
និងជំនាញបច្ចេកទេសរបស់កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ 6. លើកកម្ពស់ការអប់រំផ្សព្វផ្សាយការយល់ដឹងអំពីសាធារណៈអំពីហានិភ័យគ្រោះមហន្តរាយដល់សាធារណជននិងភាគីពាក់ព័ន្ធដោយត្រៀមខ្លួនជាស្រេចទៅនឹងគ្រោះមហន្តរាយ 7. ចូលរួមថែរក្សាកំណើនសេដ្ឋកិច្ចនិងបង្កើនភាពធន់ដោយវិនិយោគវៃឆ្លាតលើលំនៅឋានសហគមន៍និងមុខរបរព្រះថេរានុថេរៈគ្រប់ព្រះអង្គបងប្អូនជួនរួមជាតិសារជាថ្មីម្ដងទៀតទូលព្រះបង្គំជាខ្ញុំព្រះកណាខ្ញុំសូមថ្លែងអំណរគុណដល់គ្រប់ក្រសួងស្ថាប័នដៃគូអភិវឌ្ឍអង្គការជាតិអន្តរជាតិផ្នែកឯកជនសប្បុរសជននានាព្រះសង្ឃចាស់ព្រឹទ្ធាចារ្យបុព្វជិតសាសនាសហគមន៍និងប្រជាជនទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្ររួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយពេលមានគ្រោះមហន្តរាយកើតឡើងនាពេលកន្លងមកនិងបន្តជួយឧបត្ថម្ភគាំទ្រនិងបន្តកិច្ចសហការបន្តទៅទៀតជាទីបញ្ចប់ទូលព្រះបង្គំខ្ញុំព្រះកណាខ្ញុំសូមថ្វាយនិងប្រគេនពរដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គជូនពរសម្ដេចឯកឧត្តមលោកជំទាវលោកអ្នកអង្គញាលោកស្រីបងប្អូនជួនរួមជាតិសូមប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈក៏បីគ្លៀងគ្លាតឡើយធ្វើនៅរាជធានីភ្នំពេញថ្ងៃទី29ខែកញ្ញាឆ្នាំ2025នាយករដ្ឋមន្ត្រីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត